ចាពីថ្ងៃផ្ទុះសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាតម្លៃប្រេងសាំងនៅឯប្រទេសស្រីលង្កាបានកើនឡើងដល់$1.30ក្នុង1លីត្រតម្លៃប្រេងសាំងនៅក្នុងប្រទេសស្រីលង្កាបានកើនឡើង25%ដែលជាសប្តាហ៍ទី2ហើយខណៈដែលប្រទេសនេះក៏ត្រៀមប្រឈមមុខនឹងផលប៉ះពាល់ថែមទៀតពីសង្គ្រាមនៅឯតំបន់មជ្ឈមបូព៌ានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026ប្រេងសាំងធម្មតាត្រូវបានដំឡើងដល់$398ស្រីលង្កាឬ$1.30នៅក្នុង1លីត្រខណៈប្រេងម៉ាស៊ូតដែលប្រើប្រាស់ជាទូទៅសម្រាប់ការដឹកជញ្ជូនសាធារណៈកើនឡើងដល់$382ស្រីលង្កាឬ$1.23នៅក្នុង1លីត្រកាលពីសប្តាហ៍មុនរដ្ឋាភិបាលស្រីលង្កាបានបញ្ជាឲ្យដំឡើងថ្លៃប្រេងឥន្ធនៈលក់រាយចំនួន8%ជាមួយការណែនាំឲ្យកំណត់កម្រិតប្រើប្រាស់តាមមន្ត្រីក្រុមហ៊ុនប្រេងរដ្ឋ Ceylon Petroleum Corporation ស្រីលង្ការំពឹងថានឹងអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពី15ទៅ20%ខណៈប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ចំនួនអូសបន្លាយនៅមជ្ឈមបូព៌ាដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលគួរបញ្ជាក់ថាស្រីលង្កាជាប្រទេសនាំចូលប្រេងសម្រាប់ផ្គត់ផ្គង់តម្រូវការទាំងស្រុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់នៃការនាំចេញប្រេងពិភពលោកប្រហែល20%ស្ទើរតែត្រូវបានបិទគប់ទាំងស្រុងដោយអ៊ីរ៉ង់ជាការសងសឹកចំពោះសង្គ្រាមរបស់អាមេរិកអ៊ីស្រាអែលដែលឥឡូវចូលដល់សប្តាហ៍ទី4